con bự dồi mới dừng mày dừng châu tam na tam etc dừng con công tiền mới này con mày ấy từng cái con bạc ca sâu về erក្រោយពីបានទទួលទេវតាឆ្នាំថ្មីរួចមកកូនប្រុសរបស់យើងបាននាំពួកយើងដើរលេងកម្សាន្តនៅកោះមួយនៅទិសនិរតីនៃប្រទេសកម្ពុជាគឺកោះស្ដេចស្ថិតនៅក្នុងទឹកដីនៃខេត្តកោះកុង cái phật đó កូនស្រីរបស់យើងមានកម្មវិធីរវល់ច្រើនជាមួយនឹងក្រុមគ្រួសារសាច់ថ្លៃហេតុនេះมันបានរួមដំណើរក្នុងលើកនេះទេយើងចេញពីភ្នំពេញនៅម៉ោង 8 ព្រឹកហើយធ្វើដំណើរតាមផ្លូវល្បឿនលឿនយើងចាកចេញនៅត្រង់ច្រកកំពង់សេឡា រួចយើងបន្តដំណើរតាមផ្លូវជាតិលេខ 4 បែកទៅផ្លូវជាតិលេខ 48 ត្រង់ស្រុកស្រែអំបិល យើងមកដល់ចិត្តដល់សេមបលហើយទៅត្រង់វាទៅសេមបលអញ្ចឹងកោះកុងវាត្រូវបត់ស្ដាំណាចំណាំមកកន្លែងហ្នឹងអូខេកន្លែងនេះហើយណាហើយទៅសេមបលតនោះទៅត្រង់ទៅបត់ឆ្វេងដែលចុះតាមឡានគេនេះទៅស្រែអំបិលហើយយើងទៅកោះកុងនៅពេលដែលយើងមកដល់ឆ្លងស្ពានទី 2 ចូលស្រុកបទុមសាគរហ្នឹងគឺដល់សល់តែ 4 គីឡូទៀតយើងដល់ផ្លូវបំបែកទៅខាងឆ្វេងដៃដើម្បីទៅរកតារាសាគរឥឡូវនេះគឺនៅ 1 គីឡូដីទៀតយើងនឹងបត់ឆ្វេងតាមផ្លូវលីយកផាត់បាទហើយទៅបែកឆ្វេងទៅហ្នឹងបើកប្រហែលជា1 ម៉ោងទៀតបានដល់មាត់សមុទ្រអូអានេះផ្លូវបែកគេធ្វើធំដុំរបស់គេគឺមានផ្លៃនេះគិរីសាគរហ្នឹងហើយចូលទៅស្រុកគិរីសាគរចឹងយើងមិនអាចហូបបានទេផ្លាកគេធំអាឡានធំនេះទៅដែរនេះខ្ញុំប្រាប់ណាពេលខ្ញុំទៅលេងបើទៅអាតារាសាគរអីវាយន្តអាកន្លែងស្អីគេទៅទៀតតែបើទៅកោះស្ដេចគឺបាត់ចឹងទៅនងឲ្យថតរូបចោលអីឲ្យបានបកមកហ្នឹងវងមូលដាក់ឈ្មោះឯកឧត្តមសាយពុទ្ធថយើងបានឆ្លងផុតស្ពានទី 2 យើងក៏បានបែកចូលទៅតាមផ្លូវលីយ៉ុងផាត់ទៅស្រុកបទុមសាគរ គេនៅកណ្ដាលព្រៃមកនេះនឹងបើទីមក អូទាំងគេទៅថ្មីអូសា
nếu dương ở toàn đào có bị chôn thế còn là dương mà nhà bài sân đó តែខណៈ folder តា នៅទីនេះមានកោះតូចៗជាច្រើនដែលមានការវិនិយោគកសាងនិងអភិវឌ្ឍទៅជារមណីយដ្ឋានកំសាន្តសណ្ឋាគារលំហែដែលគេហៅថា resort យើងបានទៅដល់ឆ្នេរសមុទ្រចំពេលអាហារថ្ងៃត្រង់តែម្ដង mạng tên na này ơi tại có ăn chôn mặt đặt đi đây phải to biển ở đây đây យើងទុកឡាននៅត្រើយម្ខាងរួចបន្តដំណើរតាមកប៉ាល់ទៅកាន់រមណីយដ្ឋានកោះអភិជនរបស់អ្នកវិនិយោគក្នុងស្រុកវីរៈប៊ុនធម្ម